ចឹងការធ្វើសមាធិនេះដំបូងព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងមកព្រះអង្គទូលមានថាមនាវិធុទាំងឡាយជើងបិទភ្នែកស្ដាប់ហ្នឹងណាតថាគតបានបំពេញបុណ្យបារមី4អសង្ខ័យកម្រៃមួយសែនកាប់បានត្រាស់ដឹងជាពុទ្ធហើយធម៌ទាំងឡាយដែលតថាគតបានត្រាស់ដឹងហើយនេះតថាគតបានអនុគ្រោះដល់អ្នកជាសាវកគ្រប់គ្នាហើយពាក្យថាអនុគ្រោះហ្នឹងគឺព្រះអង្គបានត្រាស់ដឹងព្រះអង្គបានទូមានយ៉ាងណាបានទូមានហើយដល់អ្នកទាំងឡាយចង់បានសម្រេចនៅគុណធម៌ដើម្បីធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានអ្នកទាំងឡាយគួរតែត្រេកអរនៅពធដែលតថាគតបានអនុគ្រោះទូមានព្រានប្រដៅដល់អ្នកនោះហើយអ្នកបានពេញចិត្តរីករាយហើយត្រូវម៉េចត្រូវសម្លឹងទៅរកអីកន្លែងស្ងប់ស្ងាត់ណាឥឡូវហ្នឹងយើងមកបួសមករយៈហ្នឹងយើងសម្លឹងនៅកន្លែងស្ងប់ស្ងាត់បានហើយនេះពុទ្ធិកាហើយកន្លែងស្ងប់ស្ងាត់មានព្រៃស្ងាត់មានទៀបគល់ឈើស្ងាត់មានផ្ទះស្ងាត់តូបស្ងាត់ហ្នឹងណាទីវាលស្ងាត់កន្លែងណាដែលមិនសូវមានមនុស្សច្រើនឬសំឡេងច្រើនឧបណៈជួបជុំគ្នាច្រើនទៅហឹងអឹងកងការងារច្រើនហ្នឹងហើយកិច្ចការខ្វល់ខ្វាយច្រើនច្បុកច្បល់ឥឡូវយើងមានកន្លែងស្ងប់ស្ងាត់ល្មមសំគួរហើយដល់មានកន្លែងស្ងប់ស្ងាត់ហើយយ៉ាងម៉េចទៀតថាត្រេកអរណាត្រេកអរនៅកន្លែងស្ងប់ស្ងាត់ឥឡូវយើងត្រេកអរកន្លែងស្ងប់ស្ងាត់ហើយព្រោះកន្លែងស្ងប់ស្ងាត់នេះប្រៀបបីដូចជាសត្វខ្លាដែលពួនសង្ងំដើម្បីចាប់មរឹកធ្វើជាអាហារចិញ្ចឹមជីវិតយ៉ាងណាពួកអ្នកបួសទាំងឡាយត្រេកអរស្ងប់ស្ងាត់ដើម្បីចម្រើនអភិរម្យនៅក្នុងសមាធិកម្មដ្ឋានហ្នឹងក្នុងការចាប់អារម្មណ៍នៅក្នុងសមថៈដោយខ្យល់ដង្ហើមចូលចេញយ៉ាងនេះមកធ្វើជាអាហាររបស់ចិត្តឲ្យចិត្តនឹងមានកម្លាំងកាយកម្លាំងចិត្តរីករាយត្រេកអរនៅក្នុងអាហារជាកម្លាំងចិត្តហ្នឹងឲ្យមានសភាពស្ងប់កាយស្ងប់ចិត្តផុតចាកអំពីគ្រឿងក្តៅគ្រឿងឃ្លានគ្រឿងហេវគឺរាគៈទោសៈមោហៈគឺនិវរណៈហ្នឹងឯងហើយអង្គុយមកកន្លែងស្ងប់ស្ងាត់ហើយដើម្បីអីថាអង្គុយធ្វើសមាធិនិស័យតតិបលង្កាំងអពុជិត្វាអង្គុយពេនភ្នែនធ្វើកាយឲ្យត្រង់ណាធ្វើកាយឲ្យត្រង់ក្នុងសមាធិហ្នឹងហើយចិត្តបង្អោនទៅកាន់យកនៅក្នុងអារម្មណ៍មួយដ៏បរិសុទ្ធគឺដង្ហើមចូលនិងដង្ហើមចេញអ្នកយើងកំពុងតែធ្វើហ្នឹងយើងកំពុងតែធ្វើទៅតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់ហើយការដកដង្ហើមចូលដកដង្ហើមចេញនឹងទៀតសោតដើម្បីឲ្យចិត្តដឹងនៅក្នុងអារម្មណ៍ហ្នឹងត្រូវការអីត្រូវការមានសតិនឹងជាធម៌មានឧបការៈណាស់សតិនិងបញ្ញានេះសម្រាប់ជួយរក្សាចិត្តរបស់យើងឲ្យមានសភាពដឹងនៅក្នុងអារម្មណ៍ឲ្យមានស្មារតីដឹងនៅក្នុងអារម្មណ៍តែដង្ហើមចូលនិងដង្ហើមចេញហើយមានសភាពចឹងហើយធ្វើអីទៀតថារក្សាចិត្តនឹងមិនឲ្យឃ្លៀងឃ្លាតទៅទីដតីណាមិនឲ្យឃ្លៀងឃ្លាតទៅទីដតីទេ
ហើយដឹងតែនៅក្នុងអារម្មណ៍គឺដង្ហើមចូលដង្ហើមចេញហើយរើយកុំឲ្យភ្លេចព្រោះអារម្មណ៍នេះពេលណាដែលមានសតិរលឹកបានមួយដង្ហើមចូលមួយដង្ហើមចេញកំពុងតែចម្រោះចិត្តរបស់យើងនេះហ្នឹងណាដូចគេច្រោះទឹកនឹងមកតំណក់ហ្នឹងចម្រោះឲ្យទឹកនឹងស្អាតឲ្យទឹកនឹងបរិសុទ្ធទឹកបរិសុទ្ធបរិភោគទៅវាមានសុខភាពល្អយ៉ាងណាសេចក្តីប្រឹងប្រែងជាយាមដែលកំពុងតែចិត្តដឹងដង្ហើមចូលដង្ហើមចេញតែមានសតិរលឹកតន់ដឹងតន់នេះកំពុងតែរក្សាចិត្តរបស់យើងឲ្យតាំងនៅក្នុងអារម្មណ៍ដ៏បរិសុទ្ធហ្នឹងចម្រោះចិត្តដកខាត់ចិត្តរបស់យើងហ្នឹងលើកឲ្យផុតចាកអំពីរូបសម្លេងក្លិនរសផត្តពៈធម្មរម្មណ៍មកដាក់នៅក្នុងអារម្មណ៍មួយដែលយើងអត់ធ្លាប់ធ្វើគឺដង្ហើមចូលដង្ហើមចេញហើយដង្ហើមចូលដង្ហើមចេញនេះវាកើតអំពីចិត្តសមុដ្ឋានបើកើតអំពីចិត្តយើងគ្រាន់តែរក្សាចិត្តដោយសតិនិងបញ្ញាជាមួយនឹងអារម្មណ៍ហ្នឹងទៅក៏ធ្វើឲ្យចិត្តរបស់យើងហ្នឹងវានឹកនៅក្នុងអារម្មណ៍ហ្នឹងធ្វើឲ្យនឹងធ្វើឲ្យមាំធ្វើឲ្យស្មើនៅក្នុងអារម្មណ៍ហ្នឹងដល់តែអារម្មណ៍នឹងស្មើទៅវាឆាប់មានបញ្ញាធ្វើឲ្យយើងជ្រាបច្បាស់ដឹងថាអូការរស់នៅជាមួយនឹងអារម្មណ៍ដង្ហើមចូលចេញកំពុងតែដកដង្ហើមនេះធ្វើឲ្យមានសេចក្តីសុខឲ្យរីករាយឲ្យជ្រះថ្លាមានកិច្ចមួយសម្រាប់កម្ចាត់បងនៅភាពងងឹតល្អក់កកមានរាគៈទោសៈមោហៈជាដើមឲ្យចិត្តរបស់យើងនឹងភ្លឺថ្លាដូរពីអកុសលមកអាស្រ័យនឹងចិត្តជាកុសលក្នុងអារម្មណ៍ដង្ហើមចូលចេញនាំឲ្យកើតសតិនិងបញ្ញាឲ្យចិត្តរបស់យើងនឹងពិតទៅក្នុងទីគោចរដែលព្រះអង្គបង្រៀនឲ្យយើងដើរនេះដកដង្ហើមចូលដកដង្ហើមចេញព្រោះទីគោចរនឹងឯងហើយព្រះអរិយបុគ្គលទាំងឡាយព្រះអង្គបង្រៀនឲ្យបានត្រាស់ដឹងនៅក្នុងសច្ចធម៌រួចចាកនៅសេចក្តីទុក្ខអត់មានផ្លូវទីគោចរដែលប្រព្រឹត្តទៅឯណាដែលធ្វើឲ្យជីវិតរបស់យើងស្អាតបរិសុទ្ធដោយដង្ហើមចូលដង្ហើមចេញនេះទេបើយើងព្យាយាមធ្វើបានវាអស់នៅសេចក្តីសោកសេចក្តីខ្សឹកខ្សួលទុក្ខទោមនស្សចង្អៀតចង្អល់ញ៉ាំងចិត្តរបស់យើងនឹងឲ្យរស់នៅក្នុងមគ្គប្រកបដោយអង្គ8គឺសមាធិហ្នឹងមានបញ្ញាយល់ត្រូវត្រង់យើងស្គាល់អំពីកាយនិងចិត្តស្គាល់កាយស្គាល់ដង្ហើមចូលដង្ហើមចេញតំណាងជីវិតរបស់យើងស្គាល់ចិត្តកំពុងតែមានសតិមានបញ្ញាប្រកបទៅដោយគុណធម៌រក្សានៅទីតាំងនាំឲ្យចិត្តនឹងកើតនៅប្រយោជន៍ហ្នឹងបញ្ញានឹងកើតនៅប្រយោជន៍ណាស់ហើយមានសេចក្តីសុខថែមទៀតពេលណាដែលយើងរក្សានៅអារម្មណ៍គឺដង្ហើមចេញចូលមិនឲ្យភ្លាំងភ្លាត់រាយមាយទៅទីដតីពេលណាដែលចិត្តរបស់យើងស្ងប់នៅក្នុងអារម្មណ៍ដង្ហើមចូលចេញហ្នឹងវានៅក្បែរហ្នឹងគឺសេចក្តីសុខកាយសុខចិត្តណាសុខកាយសុខចិត្តផុតចាកអំពីការគិតរឿងរ៉ាវអតីតគិតរឿងរ៉ាវអនាគតដឹងតែអារម្មណ៍បច្ចុប្បន្នដែលកំពុងតែដកដង្ហើមចូលចេញដកចេញចូលនឹងញ៉ាំងចិត្តរបស់យើងធម្មរាមោឲ្យរីករាយដែលយើងកំពុងតែធ្វើមេរៀនរបស់ព្រះសម្មាសម្ពុទ្ធបង្រៀននៅមេរៀនជីវិតឲ្យយើងដឹងនេះ
បង្រៀនអីបង្រៀនកាយបង្រៀនចិត្តឲ្យចិត្តនឹងដឹងនៅដង្ហើមចូលចេញឲ្យចិត្តនឹងដឹងដង្ហើមចូលចេញបានលុះត្រាតែមានសតិមានបញ្ញាហើយសតិនិងបញ្ញាកើតឡើងតតែយើងបានធ្វើត្រូវហើយមានសេចក្តីព្យាយាមមួយដង្ហើមចូលមួយដង្ហើមចេញនេះកំពុងតែញ៉ាំងនៅធម្មឆន្ទៈរបស់យើងនឹងឲ្យកាន់តែមានកម្លាំងឲ្យមានរិទ្ធឲ្យមានដេចជាមានគុណធម៌នឹងឯងតែមានឆន្ទៈឲ្យសេចក្តីព្យាយាមរបស់យើងនឹងតែងតែប្រព្រឹត្តទៅល្អប្រសើរហើយមានអីទៀតថាពេលណាដែលយើងរីករាយមានសេចក្តីព្យាយាមនៅក្នុងដង្ហើមចូលដង្ហើមចេញឆាប់ធ្វើឲ្យយើងត្រេកអរធម្មរតោនឹងត្រេកអរដែលយើងអាចធ្វើបានយើងអាចបួសនៅក្នុងពិកទូមានរបស់ព្រះអង្គបានគោរពធម៌វិន័យព្រះអង្គបានមានកាយស្អាតវិចារស្អាតចិត្តស្អាតនឹងបានធ្វើឲ្យចិត្តយើងនឹងត្រេកអររីករាយជាងបានអ្វីទាំងអស់ពេលណាដែលមានសមត្ថភាពរក្សាចិត្តឲ្យដឹងដង្ហើមចូលចេញនឹងឯងហើយត្រូវមានគុណធម៌អីទៀតធម្មងអនុវិចិន្តយ៉ាងដែលយើងកំពុងដកដង្ហើមចេញចូលណាបង្កើនសតិបញ្ញាឲ្យត្រេះរិះសង្កេតពិនិត្យតាមដាននៅដង្ហើមចូលដង្ហើមចេញមើលទៅដូចជាសាមញ្ញណាស់ប៉ុន្តែយើងកំពុងតែកែច្នៃនៅចិត្តរបស់យើងចិត្តនឹងជាប្រធានកែច្នៃចិត្តរបស់យើងនឹងឲ្យទៅជាចិត្តមានតម្លៃកាត់ថ្លៃប៉ុន្មានខ្លាំងជាងក្របពេជ្រនោះថែមទៀតឲ្យទៅជាបុគ្គលដ៏ប្រសើរពងខ្ពស់ប្រកបទៅដោយធម៌នឹងឯងប្រកបដោយធម៌នឹងឯងចឹងយើងត្រេះរិះសង្កេតពិនិត្យតាមដាននៅដង្ហើមចូលដង្ហើមចេញនឹងព្រឹត្តទៅជាប្រកប្តីច្រើនទៅធម្មងអនុសារังធ្វើឲ្យសតិរបស់យើងលះលហួនណា5-6ថ្ងៃហ្នឹងលះលហួនណាអាចដឹងទៅហើមចូលចេញចិត្តនឹងរីករាយចិត្តនឹងតិចចិត្តនឹងស្ងប់ចិត្តនឹងនឹងណតែតាំងនៅក្នុងអារម្មណ៍មួយតែជាកុសលបញ្ញរិស័យគឺដង្ហើមចូលដង្ហើមចេញនឹងឯងធ្វើឲ្យចិត្តរបស់យើងនឹងលះលហួនដឹងនៅក្នុងតែអារម្មណ៍ដង្ហើមចូលដង្ហើមចេញព្រឹត្តតែជាប្រកប្តីអង្គថាភិក្ខុធម្មាអ្នកបរិហាយតេបុគ្គលនោះឯងរមែងមិនសាបសូន្យនៅព្រះសទ្ធម្មតែន័យថាយើងមានព្រះសទ្ធម្មទុកនៅក្នុងចិត្តហើយយកចិត្តរបស់យើងដែលមានធម៌ហ្នឹងទៅគិតពីរឿងដែលសម្រេចនៅប្រយោជន៍គឺដង្ហើមចូលដង្ហើមចេញនៃការត្រាស់ដឹងរបស់ព្រះអង្គហ្នឹងដើម្បីបាននៅធម៌ជាកល្យាណមិត្តរបស់ចិត្តយើងពីរគឺសតិនិងបញ្ញាសតិសម្រាប់ថែរក្សាបញ្ញាសម្រាប់មើលណាអញ្ចឹងមានអីសម្រាប់ថែរក្សាកាយចិត្តមើលកាយចិត្តថាមានសតិនិងបញ្ញាសម្រាប់ថែរក្សាមើលគុំក្រងរក្សានៅចិត្តរបស់យើងនឹងឯងមិនឲ្យប្រឡាក់មិនឲ្យជាប់នៅទូលីគ្រឿងសៅមងមិនឲ្យពពួកអកុសលនឹងមកបៀតបៀនបានឡើយយ៉ាងធ្វើឲ្យយើងនេះមានព្រះសទ្ធម្មតាំងនៅក្នុងចិត្តព្រះសទ្ធម្មនឹងឯងហើយជាធម៌សម្រាប់រងាប់បងនៅភ្លើងទុក្ខភ្លើងកិលេសដោយសេចក្តីស្ងប់នឹងហើយសម្រាប់ទីពឹងណាទីពឹងត្រង់ចិត្តរបស់យើងដឹងនៅដង្ហើមចេញចូលដឹងនៅអារម្មណ៍
អត់ខ្វល់ខ្វាយអត់រាយមាយធ្វើឲ្យចិត្តរបស់យើងនឹងស្ងប់ដឹងតែដង្ហើមចូលដង្ហើមចេញដល់ស្ងប់ទៅចិត្តនឹងបណិតបណិតាំងបណិតដឹងតែដង្ហើមចូលដង្ហើមចេញនឹងមានចិត្តរីករាយនឹងឲ្យទីពឹងគ្រាន់យើងអប់រំចិត្តរបស់យើងបានដល់តែមានទីពឹងអប់រំចិត្តរបស់យើងបានមានសេចក្តីសុខក្នុងបច្ចុប្បន្ននឹងភ្លាមយើងមានសតិនិងសម្បញ្ញៈមានកល្យាណមិត្តរបស់ចិត្តព្រោះឲ្យចិត្តរបស់យើងនឹងមានទីពឹងជឿជាក់ទៅលើសេចក្តីល្អដែលយើងបានធ្វើនេះគឺរមែងនាំមកនៅសេចក្តីសុខសេចក្តីចម្រើនកំពុងតែបណ្ដុះនៅវិថីចិត្តជីវិតរបស់យើងឲ្យកាន់តែមានតម្លៃអាស្រ័យជាមួយនឹងឧបនិស្ស័យនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធយើងចម្រើនមួយដង្ហើមចេញមួយដង្ហើមចូលនេះកំពុងតែបណ្ដុះនៅបទពិសោធន៍និងសមត្ថភាពទាំងផ្លូវកាយទាំងផ្លូវចិត្តឲ្យជឿជាក់ទៅលើអំពើល្អដែលជាសមត្ថភាពដែលយើងបានចម្រើនអប់រំចិត្តជឿជាក់ទៅលើពាក្យទូមានព្រានប្រដៅរបស់អង្គព្រះសម្មាសម្ពុទ្ធពិតជានាំមកនៅប្រយោជន៍សេចក្តីសុខសេចក្តីចម្រើនទាំងខ្លួនយើងបានសុខហើយទាំងអ្នកដទៃនឹងបានសុខហើយតែខ្លួនយើងបានសុខហើយយើងមានមេត្តាមានធម៌កតញ្ញូដល់ជនដតីញាតិរបស់យើងបងប្អូនរបស់យើងក្រុមគ្រួសាររបស់យើងសង្គមជាតិប្រជាពលរដ្ឋនៅក្នុងសង្គមនៅក្នុងពុទ្ធសាសនាយើងមានកាយល្អវិជ្ជាល្អចិត្តល្អហើយយើងសង្គ្រោះខ្លួនយើងក៏បានសង្គ្រោះអ្នកដតីក៏បានអ្នកអប់រំចិត្តហ្នឹងគឺអ្នកអត់មានពៀទេណាអត់មានពៀឈប់បៀតបៀនមិនមានភ័យមិនមានសេចក្តីទុក្ខទោមនស្សចង្អៀតចង្អល់គឺអ្នកស្វែងរកនៅសេចក្តីសុខណដ្ឋិសន្តិបរាំងសុខាំអត់មានសេចក្តីសុខដតីក្រៅអំពីសេចក្តីស្ងប់ទេបុគ្គលបានអប់រំចិត្តល្អហើយជាអ្នកប្រាជ្ញព្រោះមានបតីមានចិត្តនឹងស្អាតបរិសុទ្ធត្រជាក់ស្ងប់ផូរផង់ព្រោះប្រាជ្ញគ្រឿងសៅមងមានលោភៈទោសៈមោហៈនឹងដែលជាកិលេសគ្រឿងអកុសលទាំងឡាយទាំងពួងដែលជាហេតុនាំឲ្យកើតទុក្ខនឹងឯងបុគ្គលនោះមានដំណើរល្អណាស់ដំណើរនៃជីវិតណាទាំងកាយចិត្តនឹងមានដំណើរជីវិតនឹងល្អណាស់គឺជាអ្នកធ្វើដំណើរកាយស្អាតវិជ្ជាស្អាតចិត្តស្អាតដំណើរទៅក្នុងមជ្ឈិមាបដិបទាផ្លូវដ៏បរិសុទ្ធរបស់ព្រះអរិយៈហ្នឹងណាដោយសារតែចិត្តស្អាតហ្នឹងបានជីវិតបរិសុទ្ធធ្វើឲ្យយើងហ្នឹងអស់នៅសេចក្តីសោកសឹកសួលទុក្ខទោមនស្សចង្អៀតចង្អល់ទទួលយកអារម្មណ៍មួយដ៏បរិសុទ្ធមានឧបនិស្ស័យបានជួបនឹងព្រះសាសនាគឺខ្យល់ដង្ហើមចូលចេញហ្នឹងណាជាវិហារធម៌ជាទីអាស្រ័យក្នុងដំណើរនៃជីវិតរបស់យើងដ៏ប្រសើរដូចព្រំយ៉ាងវិហារធម៌ហ្នឹងណាដូចពួកព្រំយ៉ាងដូចព្រះសម្មាសម្ពុទ្ធយ៉ាងព្រះអង្គមានវិហារធម៌នឹងឯងគឺអានាបានសតិនឹងឯងដែលមានសតិផងមានបញ្ញាផងដើម្បីរក្សានៅគុណធម៌នឹងឲ្យកាយស្អាតវិជ្ជាស្អាតចិត្តស្អាតជាទីស្រឡាញ់ដោយខ្លួនឯងផងជាទីស្រឡាញ់ដល់មនុស្សនិងទេវតាទាំងឡាយណាដែលបុគ្គលមានចិត្តស្អាតមានជីវិតស្អាតណាចឹងគាត់ដកដង្ហើមចូលចេញមកភ្នែកនេះឲ្យស្មើដូរយកអារម្មណ៍មួយដល់បរិសុទ្ធនឹងបានណាចិត្តនឹងស្មើឲ្យរីករាយត្រេកអរឥឡូវហ្នឹងដល់ម៉ោងហ្នឹងណាដកដង្ហើមវែងសម្រួល
ហើយកម្រើកកាយតិច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 ហើយចាំកម្រើកជើងដាក់ជើងហើយចាំលាដៃតិចតិចតិចទៅសំឲ្យដឹង4ឲ្យដឹងវិធីក្នុងការចម្រើនបើកភ្នែកតិច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 ញ៉ាំងចិត្តឲ្យរីករាយនៅអ្វីដែលយើងធ្វើបានគេហៅថាធម្មឆន្ទៈកុសលឆន្ទៈសំមកភ្នែកបន្តិចភ្នែកបន្តិចហើយចាំផ្សាយមេត្តាធម៌ហើយចាំថាតាមណាលើកដៃហង្អវិរោហោមិសូមឲ្យខ្ញុំកុំឲ្យមានពៀអហង្អព្យាបច្ឆោហោមិសូមកុំឲ្យមានការបៀតបៀនអហង្អនិកោហោមិសូមកុំឲ្យមានសេចក្តីតកអហង្សុខៃអត្តានੰបរិហរាមិសូមឲ្យមានសេចក្តីសុខចម្រើននៅសេចក្តីសុខតរៀងទៅបាទសាតទៀតអវេរិយហោន្តោសូមឲ្យសត្វទាំងឡាយទាំងពួងកុំឲ្យមានពៀអព្យាបច្ឆាហោន្តោសូមឲ្យសត្វទាំងឡាយទាំងពួងកុំឲ្យមានការបៀតបៀនអនិច្ខាហោន្តោសូមឲ្យសត្វទាំងឡាយទាំងពួងកុំឲ្យមានសេចក្តីតកសុខៃអត្តានੰបរិហរន្តោសូមឲ្យសត្វទាំងឡាយទាំងពួងបាននៅសេចក្តីសុខចម្រើននៅសេចក្តីសុខតរៀងទៅអនុមោទនី